ស្រាប់តែនេះខ្ចប់ជឺមានភ្លៀងជាខ្លាំងនៅផ្ទះមិញរំជេរអើយមិនក៏មានខ្យល់ម្លេះតិចរឿងនោះខ្លាយទៅជាការប៉ັດទេដឹងហើយខ្ញុំខ្លាចណាស់តើមានរឿងអីទៅម៉ែកូនស្រីបញ្ញាប់រកមនុស្សប្រុសម្នាក់រៀបការទៅបើកូនមិនចង់ខ្លាចជាចំណៃម្ចាស់ស្ទឹងនោះរកយ៉ាងម៉េចក្រែងម៉ែថាមិនតន់ចង់ឲ្យខ្ញុំមានប្តីអាណាអីម៉ែអើយពីមុនមែនតែឥឡូវខុសគ្នាបញ្ញាប់រកប្រុសណាម្នាក់មកធ្វើជាប្តីទៅជឿតែម៉ែចោះថ្ងៃខាងមុខណាមុខជាមានការបូជាមនុស្សមិនខានទេអើយតែម៉ែជឿម៉ែទៅភូមិនេះគ្មានកំមុំច្រើនទេឆាប់ចុះមកក្នុងទឹកនេះមកឬមួយក៏ចង់ឲ្យភូមិនេះរលាយមែនទេក្មួយឈូករត់សូមឲ្យក្មួយសំណាងល្អណាពុំម៉ែភូមិសូមជួយផ្ដាំម្ចាស់ស្នេហ៍ខ្ញុំផងណាថាខ្ញុំលេហើយរឿងពោះជះម្ចាស់ស្ទឹងកាលពីព្រេងនេះមានភូមិមួយចោះបាត់ស្ទឹងរស់នៅពុំដែលបានសុខទេព្រោះតែងតែមានទឹកជំនន់ខ្យល់ព្យុះជាញឹកញាប់ហាក់មានអ្វីមកបណ្ដាលយ៉ាងចឹងនៅចេះមាត់ស្ទឹងហើយមិនក៏ទឹកប្រែជាល្អក់ម្លេះណោះខែនេះធ្លាក់ខ្យល់ពីជើងហើយតើសំទៅទឹកថ្លាណាស់មែនហើយលោកបងនេះខ្ញុំខំតែគិតថាថ្លាទៅយកធុងម្ដងទឹកយកទៅដាំបាយនឹងណាមិននឹកស្មានថាល្អក់ដល់ថ្នាក់នេះសោះបើល្អក់បែបនេះខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរអ្នកអើយមានតែទ្រាំប្រើសិនទៅចាគឺបែបនោះហើយលោកបងបើអញ្ចឹងអ្នកដងតាមស្រួលចុះណាខ្ញុំលាទៅមុនហើយម៉ែភុំឈោសម្លឹងមួយសន្ទុះរួចគាត់ក៏បានគិតថានឹងវិលទៅផ្ទះវិញតែភ្លាមនោះក៏មានសម្លេងមួយបាននិយាយមកកាន់គាត់ថាទឹកល្អក់មិនមែនថាគ្មានមូលហេតុទេលោកបងថាម៉េចខ្ញុំអត់បាននិយាយអីទេហើយអ្នកណាគេនិយាយមុននេះនោះគឺយើងនេះហើយតែកុំឃើញរូបរាងយើងអីយើងគឺជាម្ចាស់នៃទឹកស្ទឹងនេះបើពួកអ្នកចង់បានសុខត្រូវតែធ្វើតាមយើងអើយលោកបងនេះជាខ្មោចទេដឹងហើយខ្ញុំខ្លាចណាស់អ្នកជានរណាហើយចង់បានអីទៅយើងគឺជាម្ចាស់ស្ទឹងយើងនៅទីនេះរាប់រយឆ្នាំហើយតើអ្នកចង់បានអីពីភូមិនេះទៅលោកត្រូវបូជាស្រីក្រមុំមកឲ្យយើងរៀងរាល់មួយឆ្នាំម្ដងមិនចឹងទេភូមិនេះនឹងរលាយជាមិនខានមិនបានទេបើធ្វើបែបនោះមិនខុសពីសម្លាប់អ្នកស្លូតត្រង់ទេណាបើលោកមិនព្រមយើងនឹងបំផ្លាញអ្នកភូមិឲ្យស្លាប់ទាំងអស់ហើយលោកបងកុំស្ដាប់វាអីវាជាខ្មោចទេដឹងមិនព្រមមែនទេចាំមើលចុះល្ងាចនេះនឹងមានទឹកជំនន់ស្លាប់អ្នកភូមិជាមិនខានទេយ៉ាងណាក៏យើងមិនជឿដែរតោះអ្នករំជែកទៅផ្ទះវិញអើយចាខ្ញុំខ្លាចណាស់ហើយម៉ែភូមិយ៉ាងណាក៏មិនអាចធ្វើតាមចិត្តម្ចាស់ស្ទឹងដែរលុះដល់ពេលល្ងាចមកដល់ស្រាប់តែនេះខ្យល់ព្យុះមានភ្លៀងជាខ្លាំងនៅផ្ទះមិញរំជេរអើយមិនក៏មានខ្យល់ម្លេះតិចរឿងនោះខ្លាយទៅជាការប៉ັດទេដឹងហើយខ្ញុំខ្លាចណាស់តើមានរឿងអីទៅម៉ែកូនស្រីបញ្ញាប់រកមនុស្សប្រុសម្នាក់រៀបការទៅបើកូនមិនចង់ខ្លាចជាចំណៃម្ចាស់ស្ទឹងនោះរកយ៉ាងម៉េចក្រែងម៉ែថាមិនតន់ចង់ឲ្យខ្ញុំមានប្តីអាណាអីម៉ែអើយពីមុនមែនតែឥឡូវខុសគ្នាបញ្ញាប់រកប្រុសណាម្នាក់មកធ្វើជាប្តីទៅជឿតែម៉ែចោះថ្ងៃខាងមុខណាមុខជាមានការបូជាមនុស្សមិនខានទេអើយតែម៉ែជឿម៉ែទៅភូមិនេះគ្មានកំមុំច្រើនទេអ្នកត្រូវបូជាបើមិនមែនជាឈូករត់ក៏អាចជាកូនកថាបានណាចាម៉ែកូននឹងរកប្តីឲ្យបានឆាប់កូនមិនចង់ស្លាប់ទាំងវ័យក្មេងបែបនេះទេណាម៉ែដូចម្ចាស់ស្ទឹងពលអញ្ចឹងទឹកជំនន់កើនឡើងជន់ហើយជន់ទៀតធ្វើឲ្យអ្នកភូមិស្លាប់ជាច្រើនអ្នកទៀតផងនៅផ្ទះមេភូមិបើបែបនេះបន្តទៅទៀតកុំថាឡើយដំណាំគោក្របីមនុស្សក្នុងភូមិទាំងមូលក៏នឹងស្លាប់បាត់អស់ដែរជាថ្មីម្ដងទៀតម្ចាស់ស្ទឹងក៏បានបន្លឺសំឡេងមកថាយ៉ាងម៉េចដែរតើលោកព្រមហើយមែនទេបាទខ្ញុំនឹងធ្វើតាមលោកសូមកុំឲ្យតែមានទឹកជំនន់នឹងព្យុះទៀតទៅបានហើយលោកម្ចាស់ស្ទឹងយល់ព្រមពេលនេះលែងមានព្យុះឬទឹកជំនន់ទៀតហើយចំណែកអ្នកភូមិនឹងមានបានគ្រប់គ្នាឲ្យតែលោកធ្វើតាមសន្យានេះបាទខ្ញុំដឹងហើយមេភូមិពិបាកចិត្តណាស់តែគាត់គ្មានជំរឿសទេហើយគាត់បានជម្រាបដំណឹងនេះដល់អ្នកស្រុកគ្រប់គ្នាផងដែរសង្ឃឹមថាអ្នកភូមិនឹងមិនខឹងនឹងការធ្វើរឿងនេះទេចុះអ្នកភូមិក្រោយដឹងបែបនោះហើយស្រីក្រមុំទាំងអស់
ប្រញាប់រៀបការគ្រប់គ្នាហើយមានអ្នកខ្លះក៏បានភៀសខ្លួនគេចចេញទៅលើកលែងតែឈុករត់ប៉ុណ្ណោះនៅផ្ទះសត្រាបងសត្រាតើអ្នកភូមិនាំគ្នាគេចពីការបូជាក៏ដោយតែអូនមិនទៅណាទេព្រោះអូនសង្ឃឹមថាបងនឹងរៀបការជាមួយអូនមុនការបូជាមកដល់ណា អូនកុំបារម្ភអីបងគិតតែគ្មានការបូជាអីទេលោកមេភូមិមិននឹងអាចធ្វើបែបហ្នឹងបានទេ ចុះបើរឿងនោះកើតឡើងមែននោះតើគិតបែបណាទេក្នុងភូមិគឺមានតែអូនទេដែលមិនតន់រៀបការនោះបើសិនជាបែបនោះមែនអ្នកដែលបូជាគឺជាអូនហើយណា ថាអូនកុំបារម្ភបងគិតថាវាមិនអាចទេម្យ៉ាងបងចង់ប្រឡងចូលកងការពារឲ្យជាប់សិនទើបមានប្រាក់រៀបការជាមួយអូន តែអូនមិនគិតថាមានប្រាក់អីនោះទេទោះបីក្រីក្រក៏អូនអាចរស់នៅជាមួយបងបានដែរ បងដឹងថាអូនស្រឡាញ់បងហើយបងក៏ស្រឡាញ់អូនណាស់ដែរតែបងមិនចង់ឲ្យអូនលំបាកទេណា ចាបង កុំបារម្ភអីបងមិនឲ្យអូនមានរឿងអីទេបងស្រឡាញ់អូនណាស់ណាអូន សត្រាចង់ខ្លាចជាកងការពារព្រោះជាក្តីស្រមៃជួយដល់អ្នកស្រុកនិងក៏ជាកិត្តិយសជូនឈុករត់ដែរ បងសន្យាថាស្អែកនេះបងនឹងប្រឡងឲ្យជាប់រួចខាន់ស្អែកបងនឹងចូលទៅដឹងអូនភ្លាមតែម្ដងតើអូនព្រមទេ ចាបងអូនជាលើកបងអូនជូនពរឲ្យបងជោគជ័យណាស់ បាទអូន ថ្ងៃស្អែកមកដល់សត្រាក៏បានចាក់ចេញទៅប្រឡងនៅឯទីរួមស្រុកចំណែកមេភូមិផងដែរក៏បានទៅដល់ផ្ទះឈុករត់តែម្ដង ក្មួយឈូករត់ថ្ងៃនេះពូសុំទោសផងពូត្រូវយកក្មួយទៅបូជាម្ចាស់ស្ទឹងហើយណាក្មួយ គឺពេលនេះមែនទេលិនម្លេះពូ ពូសុំទោសផងតែធ្វើម៉េចបើក្នុងភូមិយើងគេរត់គេចអស់បាត់ទៅហើយហ្នឹងខ្លះក៏រៀបការទៀតមានតែក្មួយតែប៉ុណ្ណោះ តែខ្ញុំអាចសុំជួបម្ចាស់ស្នេហ៍ខ្ញុំសិនបានទេលោកពូ ចំពោះពូមិនអីទេតែម្ចាស់ស្ទឹងនោះមិនសុខចិត្តទេណាក្មួយសូមក្មួយកុំខឹងពូអីបើក្មួយមិនទៅភូមិនេះមានគ្រោះថ្នាក់ទៀតជាមិនខាន ចាពូបានចឹងខ្ញុំស្ម័គ្រចិត្តហើយសង្ឃឹមថាភូមិនេះនឹងមិនមានអ្វីកើតឡើងបន្តទៀតទៅចុះ ពូអរគុណចំពោះការលះបង់នេះហើយឈ្មោះក្មួយនឹងត្រូវបានចងចាំជាតារាបន្តទៅសម្រាប់គ្រប់ចំនួននៃភូមិយើងផងដែរណាក្មួយ ចាពូក្នុងពេលនោះមេភូមិនាំឈុករត់ទៅកាន់ស្ទឹងហើយក៏បានស្រែកប្រាប់ម្ចាស់ស្ទឹងថា អើលោកម្ចាស់ស្ទឹងសូមលោកមកទទួលយកការបូជានេះផងទៅចុះ ឮបែបនោះហើយពស់ជាក់ដែលជាម្ចាស់ស្ទឹងក៏បានបង្ហាញខ្លួនចេញមកធ្វើឲ្យមេភូមិនិងឈុករត់ផិតភ័យជាខ្លាំងពស់ធំណាស់ ណែតើលោកពងជាម្ចាស់ស្ទឹងនៅទីនេះមែនទេមែនហើយឥឡូវសូមលោកប្រគល់នាងឲ្យខ្ញុំមកក្មួយឈូករត់ក្មួយអាចបដូរចិត្តបានណាពស់នេះគួរឲ្យខ្លាចណាស់ មិនអីទេពូខ្ញុំស្ម័គ្រចិត្តរួចហើយក ុំចង់បដូរចិត្តឲ្យសោះឆាប់ចុះមកក្នុងទឹកនេះមកឬមួយក៏ចង់ឲ្យភូមិនេះរលាយមែនទេក្មួយឈូករត់សូមឲ្យក្មួយសំណាងល្អណា ពូមេភូមិសូមជួយផ្ដាំម្ចាស់ស្នេហ៍ខ្ញុំផងណាថាខ្ញុំលេហើយ បាទក្មួយលោកមេភូមិតទៅយើងលែងត្រូវការអ្នកបូជាទៀតហើយពីពេលនេះទៅសូមអស់លោករស់នៅដោយសុខសាន្តចុះជាការពិតមែនទេបើអញ្ចឹងមែនសូមអរគុណហើយលោកម្ចាស់ស្ទឹងចំណែកនាងនឹងក្លាយជាចំណីរបស់យើងតែម្នាក់គុណ ចាខ្ញុំព្រមហើយទទួលបានឈុករត់ហើយពួតដ៏ធំក៏បាននាំនាងទៅកន្លែងមួយនៅក្នុងរូងក្រំទៅ តើនាងមិនខ្លាចទេមែនទេ ខ្ញុំមិនខ្លាចទេឲ្យតែអ្នកភូមិបានសោះខ្ញុំក៏សប្បាយចិត្តដែរ យើងមិនសម្លាប់នាងទេ ថាម៉េចហេតុអីទេ តែយើងចង់បាននាងជាប្រពន្ធតើនាងព្រមទេ អត់ទេលោកជីពស់ខ្ញុំចូលលោកជាប្តីមិននឹងកើតនោះ នាងនិយាយត្រូវហើយយើងជាសត្វដេរិឆានមិននឹងសមជាមួយនាងនោះតើយើងអាចសួរនាងមួយសំណួរទៀតបានទេ ចាប់បានសូមមកចោះ តើនាងពិតជាស្រឡាញ់បរោះនោះខ្លាំងណាស់មែនទេ មិនក៏លោកដឹងរឿងខ្ញុំ ខ្ញុំជាម្ចាស់ស្ទឹងនេះរឿងអីក៏ខ្ញុំបានដឹងដែរឥឡូវនាងឆ្លើយមកមើល មែនហើយខ្ញុំស្រឡាញ់គាត់ណាស់គាត់ក៏ស្រឡាញ់ខ្ញុំដែរពួកយើងសន្យានឹងគ្នាថានឹងរៀបការជាមួយគ្នាតែពេលនេះលែងមានឱកាសហើយ ចុះបើគេមិនស្មោះនឹងនាងតើនាងព្រមយកខ្ញុំជាប្តីដែរទេ រឿងនេះមិនអាចទេគាត់ស្មោះនឹងខ្ញុំណាស់គ្មានអ្វីអាចបំបាយពួកយើងបានឡើយ បាន
ខ្ញុំសូមចាញ់ក្តីស្នេហ៍នាងទៅចុះខ្ញុំនឹងឲ្យនាងវិលត្រឡប់ទៅវិញ តែប៉ាត់ដែរទេលោកពូជា ពិតណាស់តែនាងត្រូវសន្យាថាបើបុរសនោះក្បត់ចិត្តនាងត្រូវមករកខ្ញុំវិញហើយយកខ្ញុំជាប្តីភ្លាម ចុះបើគាត់មិនក្បត់ខ្ញុំហើយខ្ញុំមិនមកវិញនោះតើលោកពូនៅតែការពារអ្នកភូមិមិនឲ្យមានរឿងដែរទេ ខ្ញុំសន្យាហើយថាមិនធ្វើបាបអ្នកណាទៀតទេហើយខ្ញុំនឹងរងចាំនាងនៅទីនេះរហូតខ្ញុំអស់ជីវិតទៅ យល់ព្រមអរគុណចំពោះលក្ខខណ្ឌនេះតាមពិតលោកមិនមែនជាម្ចាស់ស្ទឹងដែលសាហាវដូចគេនិយាយឯណា ព្រោះខ្ញុំស្រឡាញ់នាងនោះអីស្នេហាវាធ្វើឲ្យខ្ញុំផ្លាស់ប្ដូរបានណាតើនាងដឹងទេ ខ្ញុំយល់ហើយមែនហើយតើពេលណាខ្ញុំអាចទៅវិញបាននោះ ប៉ុន្មានថ្ងៃទៀតនាងទៅវិញបានហើយសំណាងល្អណា ចាអរគុណលោកម្ចាស់ស្ទឹងណាស់កន្លងទៅប៉ុន្មានថ្ងៃម្ចាស់ស្ទឹងក៏នាំឈឹករត់មកដល់ភូមិវិញមិនបងអង្គយូរនាងក៏បានសម្ដៅទៅផ្ទះរបស់សត្រាយ៉ាងលឿនជាទីបំផុតបងសត្រាមិននៅផ្ទះដែរទេអូនមកវិញហើយណាជួនគ្នានោះពូមេភូមិក៏បានមកដល់ល្មម ក្មួយឈូករត់មែនទេនេះពិតជាក្មួយមែនទេ ជំរាបសួរពូគឺខ្ញុំមិនហើយខ្ញុំមិនទាន់ស្លាប់ទេ ប្រសើរណាស់ពូដេកមលក់បក់មិនហើយទេវឹបបដិសារីជ័យស្ដីពូមិនឈប់សោះតាំងពីយកក្មួយទៅបូជានោះ ខ្ញុំមិនអីទេពូចាប់បងសត្រាទៅណាបាត់ហើយនេះខ្ញុំមិនឃើញគាត់សោះ សត្រាមែនទេពូមិនឃើញគេមកវិញទេសង្ស័យតែប្រឡងមិនទាន់ចប់ហើយមើលទៅនោះ បងសត្រាប្រហែលជារវល់ណាស់ហើយ បានក្មួយមិនអីទេពូសប្បាយចិត្តណាស់ ចាប់ពូខ្ញុំសប្បាយចិត្តណាស់ និយាយអញ្ចឹងពូលាសិនហើយណាក្មួយ ចាជម្រាបលាពូឈឹករត់តែងតែមកអង្គុយចាំសត្រាជាច្រើនដងតែនាងក៏មិនឃើញសត្រាមកនោះទេមិនដឹងថាបងសត្រាមានអ្វីកើតឡើងឬក៏អត់នោះទេខ្ញុំដូចជាបារម្ភណាស់ស្របពេលនោះដែរឈឹករត់កំពុងតែអង្គុយម្នាក់ឯងម្ចាស់ស្ទឹងក៏បានបង្ហាញខ្លួនចេញមកម្ដងទៀត តើនាងសុខសប្បាយទេ លោកម្ចាស់ស្ទឹងខ្ញុំសុខសប្បាយទេហេតុអីក៏លោកមកទីនេះ ព្រោះខ្ញុំនឹកដល់នាងនឹងហើយម្យ៉ាងទៀតដែលខ្ញុំមកទីនេះព្រោះខ្ញុំចង់ដឹងថាតើបុរសនោះគេយកនាងធ្វើជាប្រពន្ធដែរទេ ពេលនេះគាត់មិនតាន់មកទេតែខ្ញុំប្រកាសណាស់គាត់មកជាមកឆាប់នេះហើយណាលោកម្ចាស់ស្ទឹង បើបែបនោះខ្ញុំលាហើយណាសូមមានសំណាងល្អអ្នកនាង គ្រាន់តែពោះជាម្ចាស់ស្ទឹងទៅបាត់សត្រាក៏បានមកដល់ល្មមតែមិនមែនម្នាក់ឯណាគឺមានពីរនាក់ទៅវិញបងសត្រាអូនសប្បាយចិត្តណាស់អូនចាំបងយូរហើយណាតើនាងជាអ្នកណាគេបង នាងជាអ្នកភូមិជាមួយគ្នាឈុករត់តើនាងមកខ្ចីអង្គខ្ញុំដាំបាយទៀតហើយមែនទេ បងនិយាយថាម៉េចអូតាមពិតអ្នកចិត្តខាងក្រីក្រនតាចែកឲ្យនាងខ្លះទៅបងព្រោះពេលនេះបងមិនមែនក្រឯណាគឺជាកងការពារទាំងមូលនោះអីតើនាងជាអ្នកណាតើខ្ញុំជាប្រពន្ធបងសត្រាណានាងពួកយើងរៀបការបានមួយសប្តាហ៍ហើយថាម៉េចមានន័យថាបងកុហកអូនមែនទេពេលមុននោះ អ្នកណាស្រឡាញ់នាងនោះក្រក៏ក្រហើយគ្មានរសជាតិទៀត យល់ល្អដេញវាចេញទៅបងគួរឲ្យរំខានណាស់ប្រះក៏បានមិនកូនណាខ្ញុំបងចិត្តលើអ្នកសោះស្ដាយចិត្តណាស់ ទៅណាក៏ទៅឬក៏ទៅធ្វើជាតង្វាយបូជាម្ចាស់ស្ទឹងកាន់តែល្អខ្ញុំមិនបានស្រឡាញ់នាងទេនាងល្ងង មនុស្សកុហកបងចាំមើលចោះឈឹករត់ឈឺចាប់ណាស់ដូច្នេះនាងក៏បានរត់ចេញទាំងស្ដាយចិត្តដែលធ្លាប់មានចំពោះសត្រាមែនហើយទោះជាខ្ញុំមិនស្រឡាញ់ពោះតែនេះជាការគោរពពាក្យសច្ចៈខ្ញុំមិនអាចកលាស់សម្ដីនោះទេគិតហើយនាងក៏បានស្រែកហៅម្ចាស់ស្ទឹងហើយភ្លាមនោះម្ចាស់ស្ទឹងក៏បាននាំឈឹករត់ទៅដល់រូងក្រោមទឹកសាជាថ្មីម្ដងទៀត តើអ្នកនាងព្រមយកខ្ញុំជាប្តីហើយមែនទេនាងមិនស្ដាយក្រោយទេមែនទេ មែនហើយខ្ញុំមិនស្ដាយអ្វីទាំងអស់ អញ្ចឹងបានខ្ញុំនឹងនាំនាងដើរលេងចុះធានាថាអ្នកនាងមុខជារីករាយភ្លេចនៅភាពឈឺចាប់ជាមិនខានជឿខ្ញុំទៅ ចាលោកពោះជាម្ចាស់ស្ទឹងបាននាំឈឹករត់ទៅកំសាន្តគ្រប់ទិសទីហើយជាទីកន្លែងដែលនាងមិនដែលឃើញតតែសោះដូចនោះនាងក៏បានរីករាយជាខ្លាំងខ្ញុំសប្បាយចិត្តណាស់តែនេះខ្ញុំមិនដែលឃើញតតែសោះ ពិតមែនណារួចចុះពេលនេះអ្នកនាងឃ្លានទេ
ខ្ញុំនឹងទៅយកអាហារពិសេសមកជូនណា ចាអរគុណណាស់ចាប់ពីពេលនោះមកពួកគេទាំងពីររីករាយជាមួយគ្នាណាស់ចំណែកសត្រានិងមីលាវិញនោះ អូនមាលាបងមកពីសាលាក្តីវិញហើយហេចុះអូនមាលាតាណាបាត់អញ្ចេះ សត្រាស្រែកហៅប្រពន្ធនៅក្រៅផ្ទះតែមីលាឯណេះវិញកំពុងតែសាសងនឹងសហាយក្នុងបន្ទប់មិនតបនោះទេ មិនក៏ពួកយើងមិនចាញ់ទៅឲ្យវាឃើញតែម្ដងទៅអូន បងគិតច្បាស់ហើយមែនទេ មែនហើយអាសត្រាវាកូនចៅបងតើវាទៅហ៊ានស្អីវាបងថាឆ្វេងគឺឆ្វេងស្ដាំគឺស្ដាំហើយ អញ្ចឹងបានតោះប្រាប់វាឲ្យដឹងទៅកុំឲ្យវាមករំខានខ្ញុំទៀតខ្ញុំមិនចង់លួចលាក់បែបនេះទេគិតហើយសហាយស្មន់ទាំងពីរក៏បានចេញមកក្រៅនិងបាននិយាយថាខ្ញុំនៅទីនេះយ៉ាងម៉េចអីក៏លោឡាម្លេះ មិនក៏អ្នកទាំងពីរនៅជាមួយគ្នាបែបនេះ ចាព្រោះពួកខ្ញុំគឺមានអីនឹងគ្នាហើយ ថាម៉េចអូននិយាយឲ្យចេះខ្មាស់មាត់ផងទៅសត្រាបានជាយើងស្រឡាញ់នាងទៅហើយលើកនាងឲ្យយើងមកចាំយើងតម្លើងប្រាក់ខែឲ្យមិនបានជាលោកម្ចាស់មកលុកថ្លើមខ្ញុំបែបនេះលោកមិនខ្លាចឡើងរកាដែកទេមែនទេមិនខ្លាចទេព្រោះពួកយើងបានស្រឡាញ់គ្នាយូរហើយនាងមាលានាងកាកីនាងមិនបានមួយចំណិតអូនឈូករត់ទេ បើគិតថាវាល្អក៏ត្រូវវាទៅឮថានៅក្នុងរូងភ្នំម្ចាស់ស្ទឹងខ្លាចទៅជាខ្មោចហើយទៅដឹង នាំគ្នាចេញពីផ្ទះខ្ញុំទៅតោះអូនទីនេះក៏គ្មានផាសុកភាពអីដែរក្រឲ្យលហាមទៅផ្ទះបងវិញមិនខ្វះសម្ភារៈសម្ពត់អាវប្រេនោះទេ ចាបងតោះទៅបងសត្រាស្ដាយក្រោយណាស់មិនគួរណាចូលប្រពន្ធចំស្រីកាកីបែបនេះទេហើយគ្រានោះគាត់ក៏បានចាប់ផ្ដើមនឹកដល់ឈឹករត់ផងដែរនៅចិត្តមាត់ស្ទឹង ឈូករន់អូនលឺបងហៅទេបងមករកអូនហើយ លើបែបនោះហើយពូជាក៏បាននិយាយថា បរោះនោះមកហើយអ្នកនាងទៅរកគេចុះ តែលោកមិនខឹងខ្ញុំទេមែនទេបើមិនប្រកាន់នោះលោកអាចនាំខ្ញុំទៅជួបគាត់បានទេ មិនអីទេខ្ញុំមិនចង់បំបែកស្នេហាអ្នកនាងទេសូមមកតាមខ្ញុំមកគឺអូនមែនបងនឹកអូនណាស់បងស្មានតលេងបានជួបអូនទៀតហើយតើ មិនក៏មកទីនេះ បងសុំទោសណាព្រោះបងនឹកអូនណាស់ទើបបងមករកអូននៅទីនេះតែឈប់សិនពោះនោះជាម្ចាស់ស្ទឹងមែនទេ មែនហើយតែក៏ល្អទេតើបងពិតជាស្រឡាញ់ខ្ញុំមែនទេ មែនហើយបងស្រឡាញ់អូនហើយបងក៏ជាកងការពារដែរបងនឹងជួយអូនបងនឹងសម្លាប់ពស់នេះដើម្បីជួយអូនទៅផ្ទះវិញ សត្រាមិនបានសួរហេតុផលអ្វីទេភ្លាមនោះគាត់ក៏បានកាប់ពស់ដាច់ជាកំណាត់បណ្ដាលឲ្យពស់ស្លាប់ភ្លាមអត់ទេពស់ជា វាជាពស់បិសាចវាងាប់អញ្ចឹងគឺសមហើយមិនក៏អូនអាណិតវាតោះពួកយើងទៅ សត្រាដែលមិនបានប៉ុន្មានជំហានផងគាត់ក៏ត្រូវទឹករលកបោកគួចយកទៅឆ្ងាយ ជួយផង ពូជាមកដល់ពេលនេះខ្ញុំដឹងហើយថាខ្ញុំពិតជាស្រឡាញ់លោកណាស់ខ្ញុំមិនស្រឡាញ់មនុស្សក្បត់នោះទេសូមលោកភ្ញាក់មកវិញមកណាឈឹករត់យំហើយយំទៀតទីបំផុតទឹកភ្នែកនៃសេចក្តីស្នេហាបរិសុទ្ធក៏បានធ្វើឲ្យពស់នោះខ្លាយទៅជាព្រះបុត្រាដ៏សង្ហាម្នាក់ទៀតផងតើមានរឿងអីតែពស់ទៅណាហើយ គឺបងនេះហើយបងជាបុត្រានៃនគររស្មីឥឡូវបងបានរួចពីបណ្ដាសាហើយ តាមប៉ាទ្រង់ជាព្រះបុត្រាសោះអញ្ចឹងតែបានជាទ្រង់មានប្រតិយល្អបែបនេះ បងតាមស្រឡាញ់អូនយូរហើយតើពេលនេះអូនព្រមរៀបការជាមួយបងដែរទេ ចាប់ប្រងខ្ញុំម្ចាស់ប៉ាត់ជាប្រងព្រះបងកម្លាំងនៃស្នេហាដ៏បរិសុទ្ធស្មោះត្រង់ទីបំផុតពួកគេក៏បានរួចពីបណ្ដាសានិងរស់នៅយ៉ាងមានសុភមង្គលតរៀងទៅរឿងសន្យាបុត្រានីកាលពីព្រេងនេះមាននារីក្រមុំម្នាក់ស្រស់ស្អាតណាស់នាងមានចិត្តល្អតែវាសនាមិនល្អទេនៅពេលដែលឪពុកម្ដាយរបស់នាងបានស្លាប់ទៅអ្នកនាងខ្ញុំមិនអាចចិញ្ចឹមអ្នកនាងបានទេព្រោះជីវភាពខ្ញុំពេលនេះក្រីក្រណាស់មិញសេងក្រែងពុកបានផ្ញើខ្ញុំនឹងមិញរួមតែមាសប្រាក់ជាច្រើនទៀតមិនចាច់ឋានទៅមែនទេមែនហើយតែពេលនេះខ្ញុំចាយវីអស់ហើយអ្នកនាងក៏ធំអ្នកនាងគួរតែអាចចាក់ចេញពីទីនេះចោះតែមិញចង់ឲ្យខ្ញុំទៅណាទេខ្ញុំគ្មានកូនដែរទេណាមិញកុំថាខ្ញុំចិត្តអាក្រក់អីណាអ្នកនាងធំហើយទៅរកការងារធ្វើខាងក្រៅចោះការងារមានច្រើនណាស់ណាអ្នកនាងមិញ
ខ្ញុំមិនយល់សោះមិញក៏ប្តេញខ្ញុំអីសូមចាក់ចេញពីពេលនេះតែម្ដងទៅនៅឯរាជធានីសម្បូរការងារណាស់ឆាប់ទៅឥឡូវនេះទៅក្នុងពេលនោះពូលុយក៏បានដើរចូលមក ម៉ែវាហើយប្រុងឲ្យនាងតាណាហ្នឹង គឺទៅរកការងារនៅឯរាជធានីនោះអីពុកវា គ្នានៅក្មេងសោះឲ្យទៅធ្វើការយ៉ាងម៉េចមិនបានទេគ្រោះថ្នាក់ណាស់នាងនៅទីនេះហើយចាំខ្ញុំជួយចិញ្ចឹម មិនបានចង់ជួយចិញ្ចឹមស្អីកុំស្មានថាខ្ញុំមិនដឹងថាឯងគិតអីនោះ ម៉ែវាកុំនិយាយផ្ដេសផ្ដាស់អញ្ចឹងមើលខ្ញុំបានគិតអីទៅលើនាងទេ ចាខ្ញុំយល់ហើយតាមប៉ាត់មិញប្រច័នខ្ញុំតាដើម្បីឲ្យមិញស្ងប់ចិត្តខ្ញុំនឹងចាក់ចេញពីទីនេះចាទៅចោះខ្ញុំមិនបានជូនដំណើរទេនៅក្មេងលហកប្តីនោះក៏ខលអ្នកណាទុកចិត្តបាននោះតាប្រហែលគឺប្រហោងហើយទុកចិត្តចាខ្ញុំមិនឲ្យមិញមានផលលំបាកដោយសារខ្ញុំទេលីហើយសូមមិញថែខ្លួនផងណាសន្យាខកចិត្តនឹងមីងសេងផងខ្លាចផងតែនាងគ្មានជំរឿសទេសន្យាបានផ្សងព្រេងតែម្នាក់ឯងឆ្ងាយឡើងរហូតដល់ព្រៃមួយនៅក្នុងព្រៃខ្ញុំមិនដល់ណាហើយចេះព្រះអើយក៏ប៉ះខ្ញុំដូចជាកគ្រុកតែម្ដងខ្ញុំឃ្លានណាស់សន្យាកំពុងតែសម្លឹងមើលថាតើដើមឈើចិត្តនោះមានផ្លែដែរទេនាងមើលចោះឡើងស្រាប់តែមានបរិះពីរនាក់បានដើរចូលមក អាយ៉ាមើលចុះមានឆ្លុះល្អណាស់វើយឆ្លុះឯណាលបងឃើញមានតែស្រីស្រស់ហ្នឹងអាល្ងងអើយនឹងហើយគេហៅតែឆ្លុះនោះមានន័យថានាងនឹងคล้ายជាចំណៃពួកយើងមែនទេលបងនឹងហើយស្អាតបែបនេះបើមិនរីករាយជាមួយគួយស្ដាយណាស់វើយ តើលោកចង់ធ្វើអី កុំខ្លាចអីធានាថាពួកយើងនឹងរីករាយសប្បាយជាមួយគ្នាណាអូនស្រីសាច់អូនសក្បោះចង្កេះមូលខ្លំសំអើយសំជាមួយបងត្មង ពួកលោកកុំធ្វើអីផ្ដេសផ្ដាស់ណាកុំចោលម៉ែហៅជួយផងស្រែកទៅអូនស្រែកទៅកាន់តែស្រែកកាន់តែឆ្ងាញ់ កដាលព្រៃបែបនេះគ្មានអ្នកណាលឺទេអូន ដោយសារយល់ឃើញថាខ្លួនមិនអាចយកឈ្នះកម្លាំងចោលទាំងពីរបានសន្យាក៏បានប្រើល្បិចមួយបងទាំងពីរកាន់ចេះចោះខ្ញុំស្រែកក៏គ្មានគេជួយដែរបើបែបនោះខ្ញុំព្រមតាមពួកបងទៅចោះណា មែនទេបើអញ្ចឹងប្រសើរណាស់ តែខ្ញុំសូមឲ្យពួកបងចូលម្ដងម្នាក់បានទេអ្នកណាមុនក៏បានដែរ ព្រមបងព្រមអត់ដឹងឯងចាំសិនចុះវើយបាទលបងខ្ញុំចាំនាទីនេះចុះ ចូលមកណាបង បាទអូន សន្យាគ្រាន់តែបញ្ឆោតនីមេចៅបានរៀងឆ្ងាយបន្តិចនាងក៏បាននិយាយថាបងឲ្យអូនចូលកណាត់ចង់មាត់បងបានទេព្រោះអូនមិនចូលចិត្តពុកមាត់បងទេណា ថាម៉េចណែបានអូនបាន ចាប់បងសន្យាបានយកក្រណាត់ចងមាត់ចៅហើយក៏បានធាក់មួយជើងបណ្ដាលឲ្យចៅដួលទៅលើដីសំមកហើយចៅទោះបីថាឈឺតែគាត់ស្រែកហៅនីដាំងមិនកើតទេព្រោះមាត់ជាប់ចំណងនោះអីចំណែកសន្យាក៏ថែម3ជើងទៀតចំក្មេងតូចរួចនាងក៏បានរត់បាត់ទៅ លបងអីក៏យូរម្លេះណោះចុះលបងអីក៏ប្រកែម្លេះស្ងំស្ងាត់ឈឹងត្មងខ្ញុំដូចជាចង់លួចមើលណាស់ កូនចៅរបស់ចៅអេអុញគាត់អន្ទះសាផងហើយក៏បានឆ្ងល់ផងដែរ ស្ងាត់ក្បាលឯងអីអញហួលចិត្តងាប់ទៅហើយនឹងអាយអូយបែកខ្ទេចអស់ហើយទីដឹងហាចុះមិនក៏លបងដូចជាទុនលងម្លេះកុំប្រាប់ណាថាលបងលេងក្បាច់ធ្ងន់ពេកនោះ អាភ្លឺវារត់បាត់ទៅហើយក្បាច់អីឯងឆាប់តាមរកវាភ្លាមទៅហាឆ្លុះរត់បាត់ហើយបាត់លបងបាទ សន្យារត់ហើយរត់ទៀតក៏បានមកដល់ក្បែរមាត់អូមួយសង្ឃឹមថាពួកចៅមិនមកតាមទៅចោះ កុំសង្ឃឹមឲ្យសោះយើងនៅទីនេះទេនាងស្រីល្អនាងឯងមិនរួចខ្លួនទេអូនស្រី ព្រះអើយពួកលោកកុំចោលអីបើចោលមកណាខ្ញុំនឹងលត់ទឹកនេះហើយក ុំលោតអីអូនទឹកអូននេះជាដៃទលេមេគង្គណាធំណាស់ហើយជ្រៅទៀត ខ្ញុំនិយាយមែនណាបើចោលមកខ្ញុំនឹងសម្លាប់ខ្លួនភ្លាម បានពួកយើងលោតជាមួយគ្នាតែម្ដងទៅពៅមាស ក្នុងពេលនោះសន្យាក៏បានលូតពិតមែនចំណែកពួកចៅឃើញហើយក៏ភ័យណាស់នឹងបាននាំគ្នារត់គេចបាត់ទៅនៅចិត្តមាត់ច្រាំងមួយ នាងដឹងខ្លួនឡើង តើខ្ញុំស្លាប់ហើយមែនទេ នាងមិនទាន់ស្លាប់ទេហេតុអីក៏នាងចង់សម្លាប់ខ្លួនបែបនេះ ខ្ញុំមិនចង់សម្លាប់ខ្លួនទេ
ខ្ញុំកិច្ចពួរចានតាលោកជាអ្នកជួយខ្ញុំមែនទេ បានមែនហើយតើអ្នកនាងទៅណាមកណាដែរនឹង គឺខ្ញុំចង់ទៅរាជធានីទីនោះលើថាសម្បូរការងារធ្វើណាស់ណាលោកដូច្នេះទីនោះគឺជាកន្លែងដ៏ស័ក្តិសមបំផុតហើយ មានន័យថាអ្នកនាងជាអ្នកផ្សងព្រេងមែនទេ គឺមែនហើយខ្ញុំគ្មានទិសដៅច្បាស់លាស់ទេបើទីណាមានការងារធ្វើខ្ញុំនឹងទៅធ្វើការទីនោះ ឥឡូវគិតបែបនេះចុះអ្នកនាងធ្វើជាប្រពន្ធខ្ញុំទៅបានទេ លោកថាម៉េច ខ្ញុំដឹងថាវាលឿនណាស់ក្នុងការនិយាយបែបនេះតែខ្ញុំក៏ជាអ្នកផ្សងព្រេងដែរអ្នកនាង ចាបានចឹងបានខ្ញុំយល់ព្រមចោះតែបើសិនជាលោកក្បត់ខ្ញុំមិនលើកលែងឲ្យលោកទេណា បាទខ្ញុំសន្យាថានឹងមើលថែអ្នកនាងឲ្យបានល្អជាទីបំផុត ពីពេលនោះមកពួកគេទាំងពីរក៏បានរៀបការនិងសង់ខ្ទមតូចមួយរស់នៅក្បែរមាត់ទឹកយ៉ាងរីករាយ ពួកយើងនឹងយកកូនឆាប់នេះទៅល្អទេអូន តែពួកយើងមិនតន់ធ្វើធាទេអូនខ្លាចកូនយើងកាត់មកมันមានអ្វីគ្រប់យ៉ាងដូចគេណាបង អូនកុំបារម្ភអីមិនយូរទេបងនឹងរកប្រាក់ឲ្យបានច្រើនប្រកបណា ចាបងការរស់នៅអស់ពេលជាច្រើនឆ្នាំជាមួយគ្នាមានរឿងមួយដែលសន្យាឆ្ងល់គឺថាឲ្យតែរៀងរាល់ថ្ងៃទី15កើតនាងតែងតែបាត់ប្តីជានិច្ចដូច្នេះនាងក៏បានសម្រេចចិត្តថាលោកប្តីមានរឿងមួយដែលអូនឆ្ងល់តែរៀងរាល់ថ្ងៃទី15កើតតើបងទៅណាទេ មើលទៅបងក៏ដល់ពេលប្រាប់អូនដែរបងមិនលាក់លៀមទៀតទេ តើជាអ្វីទៅបង បងគឺជាបុត្រានាគបងមិនមែនជាមនុស្សទេអូន បងថាម៉េច បងសុំទោសដែលបងលាក់បាំងជាមួយអូនថ្ងៃនោះបងឃើញអូនលងតឹងបងក៏ចូលមកជួយមិននឹកស្មានតែបងក៏លងស្រឡាញ់អូនតែម្ដងទេ ចុះថ្ងៃទី15កើតវិញតើបងទៅណា គឺបងត្រូវទឹកជាដួងកែវថ្វាយដល់ព្រះសម្មាសម្ពុទ្ធណាអូន អូនចុះហើយអូនមិនខឹងនឹងបងទេ បងអរគុណណាស់ដែលមិនខឹងនឹងបងគិតអញ្ចេះចុះបងនាំអូនទៅលេងឋានភុជង្គនេះតើល្អទេ តើបានដែរ ពិតណាស់ពិតជាបានតោះពួកយើងទៅ ចាបងក្នុងពេលនោះក៏ស្រាប់តែមានសម្លេងមួយបានបន្លឺមកថា បុត្រាបុត្រមិនអាចនាំមនុស្សលោកមកឋានយើងបានទេនាងអាចមានគ្រោះថ្នាក់បានណាបុត្រអូនបងដូចជាភ្លេចកសែងអូនចូលទៅយកឲ្យបងបន្តិចមកណា ចាបង បិតាតែពេលនេះនាងជាប្រពន្ធបុត្រហើយសូមបិតាបំពេញបំណងបុត្រផងបិតាមិនហាមទេតែបិតាខ្លាចបុត្រឈឺចាប់ព្រោះមនុស្សលោកមានអាយុតិចណាស់មិនយូរប៉ុន្មានក៏ដល់ពេលលាចាកលោកបានទៅហើយបិតាទោះបុត្រមានពេលប្រមាណក៏បុត្រស្ម័គ្រចិត្តដែរព្រោះបុត្រស្រឡាញ់នាងខ្លាំងណាស់ តើបងនិយាយជាមួយអ្នកណាគេមុននេះ គឺបិតារបស់បងហើយនេះជាអញ្ជៀនអូនពាក់វាចុះអូនមុខជាអាចទៅជាមួយបងបានហើយ ចាបងព្រះបត្រាបានឲ្យចិញ្ចៀនទៅសន្យាពាក់ហើយទ្រង់ក៏បាននាំសន្យាចុះទៅឋានប្រជុំនេះធ្វើឲ្យនាងរីករាយជាខ្លាំងស្អាតណាស់បង តោះបងនាំអូនដើរលេងអូត្រូវហើយអូនត្រូវតែពាក់អញ្ជៀននេះឲ្យជាប់ណាឬទេហាមដោះឲ្យសោះ ចាបងពួកគេទាំងពីរបានរីករាយជាមួយគ្នាអស់ពេលយ៉ាងយូរតែពួកគេមិនដឹងទេថាមានព្រះនាងនាគមួយអង្គកំពុងតែមិនពេញចិត្តសោះឡើយព្រះបត្រាមិនអាចយកមនុស្សមកធ្វើជាព្រះជាយាទេខ្ញុំមិនឲ្យស្រីណាដណ្ដើមទ្រង់ពីយើងបានឡើយពេលវេលាមួយនៅពេលដែលស្ដេចនាគទាំងអស់ធ្វើសមាទានសិលនាងនាគក៏បានចូលទៅរកសន្យានិងបានបញ្ចុះបញ្ចូលថាអ្នកនាងរីករាយនឹងជីវិតនៅឋានប្រជុំនាគនេះណាស់មែនទេចាប់បាត់ហើយតើទ្រង់ជាព្រះនាងនាគមែនទេមែនហើយខ្ញុំម្ចាស់ជាគូដណ្ដឹងរបស់ព្រះបត្រានាគខ្ញុំឈឺប្រតិយណាស់ក្រោយដឹងថាទ្រង់ស្រឡាញ់នាងនោះមានន័យថាខ្ញុំម្ចាស់ជាអ្នកបំបីស្នេហ៍ទ្រង់មែនទេមែនហើយម្យ៉ាងទៀតនាគជាគូនឹងនាគមិនមែនមនុស្សទេណាអើខ្ញុំម្ចាស់សុំពីរាជទេតើតែពើជើងបានរៀបការហើយខ្ញុំម្ចាស់មិនអាចលះបង់ទ្រង់ទេកុំបារម្ភអីយើងមិនបំបីពួកទ្រង់ទេតែអ្នកនាងចាំទុកចោះនាងមានជីវិតមិនយូរទេដល់ពេលនោះទ្រង់នឹងមិនចាំនាងទៀតឡើយរឿងនេះខ្ញុំម្ចាស់យល់ហើយអ្នកនាងមិននឹកស្រុកកំណើតទេខ្ញុំម្ចាស់មិននឹកទេព្រោះខ្ញុំម្ចាស់ទៅតែមកមិនបានប្រមាណផងនឹងអ្នកនាងពិតជាល្ងងមែននៅទីនេះមួយថ្ងៃស្មើឋានមនុស្សរាប់ឆ្នាំឯណោះណាដឹងទេមែនទេបើបែបនោះខ្ញុំម្ចាស់នឹងសូមលើកប្តីទៅវិញឆាប់នេះចុះព្រះបត្រាសមាទានសិលយូរណាស់បានអ្នកនាងចង់ទៅលេងស្រុកកំណើតខ្ញុំជួយបានតែបែបណាទៅគ្រាន់តែដោះចិញ្ចៀននោះអ្នកនាងអាចទៅវិញបានហើយ
ម៉ែណែអរគុណណាស់ព្រះនាងនេះមិនបាច់គួរសមទេសូមមានសំណាងល្អណាស់ហើយឆាប់មកវិញព្រះបត្រារងចាំអ្នកនាងនៅទីនេះព្រះម៉ែខ្ញុំម្ចាស់នឹងឆាប់មកវិញភ្លាមនោះសន្យាក៏បានដោះចិញ្ចៀនចេញហើយនាងក៏បានបាត់ខ្លួនចេញពីឋានប្រជងនេះភ្លាមមួយរំពេនាងចាំជាល្ងងមែននាងទៅវិញនឹងខ្លាចជាយាយចាស់មិនមែនក្មេងទៀតទេហើយតម្រាំតែព្រះបត្រាទ្រង់ជ្រាបនាងនឹងលាចាក់លោកបាត់ទៅហើយសន្យាហេតុថាជាមនុស្សធម្មតាក៏ជឿលើការបញ្ចុះបញ្ចូលលឺនាងមកដល់ផ្ទះស្រាប់តែគ្រប់យ៉ាងប្រែអស់រលីងមិនក៏ខ្ញុំប្រែជាចាស់បែបនេះព្រះអើយខ្ញុំខ្លាចជាចាស់ម្ល៉េះបើបែបនោះព្រះបត្រាមិននឹងចំណាំអូនបានទៅចិញ្ចៀនអាណាចិញ្ចៀនខ្ញុំនោះ លោកយាយតើលោកយាយមកពីណាទៅណាដែរបានជាមកដល់ទីនេះ ថាម៉េចយាយលោកនិយាយជាមួយអ្នកណាគេ គឺលោកយាយនឹងហើយតើលោកយាយទៅណាមកណាដែរ ឲ្យខ្ញុំទៅណាបើផ្ទះខ្ញុំនៅទីនេះនឹងហើយនោះ លោកយាយកុំលេងសើចណានោះជាខ្ទមបុរាណទេសពថ្ងៃអត់មានមនុស្សនៅទេ ជាខ្ទមបុរាណមែនទេ បាទលោកយាយកាលខ្ញុំនៅតូចជាទួតខ្ញុំនិទានប្រាប់ថាម្ចាស់ខ្ទមបាត់ខ្លួនច្រើនឆ្នាំហើយលោកយាយ ពុទ្ធោអើយពិតជាដូចនាងនាគមានបន្ទូលមែនខ្ញុំទៅតែមួយផ្លេតសោះក៏ប្រែប្រួលអស់រលីង លោកយាយត្រូវការឲ្យខ្ញុំជួយគ្រាដែរទេ មិនអីទេអរគុណណាស់អ្នកកំឡោះលោកទៅចោះខ្ញុំចង់នៅអង្គុយទីនេះមួយផ្លេតសិន បាទលោកយាយបើអញ្ចឹងលោកយាយអញ្ជើញតាមសម្រួលចុះ លោកយាយសន្យាដើមមើលជុំវិញខ្ទមនឹកស្រណោះកាលគ្រាកន្លងគាត់យំនិងអង្គុយសម្លឹងមើលទៅទឹកទន្លេមេគង្គដ៏វែងអន្លាយលោកប្តីអូនមិនគួរណាភ្លេចបណ្ដាំបងហើយដោះចិញ្ចៀននេះសោះឥឡូវចិញ្ចៀនក៏បាត់ទៀតអូននឹកបងណាស់សន្យាអង្គុយមាត់ទឹកពេលមួយថ្ងៃទៅមួយថ្ងៃទៀតតែពុំមានឃើញវត្តមានរបស់បុត្រានាគសោះឡើយចំណែកឯសន្យាចាស់ឡើងលឺទីបំផុតនាងក៏បានស្លាប់បាត់ទៅនៅឋានប្រជងនី អូនសន្យាអូនតាណាបាត់ហើយ ព្រះបត្រាទ្រង់ចេញពីសមាទានសិលវិញហើយមែនទេ មិនក៏ទ្រង់នៅទីនេះចុះឯណាប្រពន្ធខ្ញុំនោះ នាងទៅបាត់ហើយនាងប្រាប់ថានាងនឹកស្រុកកំណើតដូច្នេះនាងក៏ដោះចិញ្ចៀនរួចក៏ចាក់ចេញទៅបាត់ហើយ មិនបានទេបើបែបនោះនាងមុខជា ទ្រង់កាត់ចិត្តទេនាងជាមនុស្សទេនាងមិនមានអាយុវែងដូចជាពុយពងនាគយើងទេណាព្រះពៅ នេះជាកលល្បិចទ្រង់មែនទេទ្រង់មិនសមជាខ្សែស្រឡាយនាគសោះទ្រង់មានប្រតិយពឹសពុលណាស់ តែខ្ញុំម្ចាស់ស្រឡាញ់ទ្រង់ណាព្រះពៅ តែទ្រង់ធ្វើហួសហេតុពេកហើយយើងនឹងដាក់ទោសទ្រង់ក្នុងលអាងងងឹតមួយរយៈចុះ អត់ទេមិនក៏ទ្រង់កាន់ជើងមនុស្សឲ្យដាក់ទោសព្រះនាងនេះដូចជាខ្ញុំម្ចាស់ទៅវិញខ្ញុំម្ចាស់នឹងទូលបិតាខ្ញុំម្ចាស់អំពីរឿងនេះ បានយើងមិនខឹងមិនដាក់ទោសទ្រង់ទេតែទ្រង់យើងទៅនគរទ្រង់វិញចុះយើងលែងចង់ឃើញទ្រង់ទៀតហើយ ព្រះបត្រា ទ្រង់យើងទៅវិញទៅ ព្រះបត្រានេះពិបាកព្រះតីណាស់ទ្រង់មិនបងអង្គយូរឡើយក៏បានហោះទៅឋានកណ្ដាលនិងទៅរកសន្យានៅក្នុងខ្ទមដែលពួកគេបានធ្លាប់រស់នៅ សន្យាអូននៅទីណាបងមកដល់ហើយសន្យាអូន តើលោកជាអ្នកណាមិនបានមកដល់ទីនេះ អូនសន្យាអូនមិនទាន់ស្លាប់ទេមែនទេ លោកឈ្គត់ហើយមែនទេខ្ញុំឈ្មោះរងចាំខ្ញុំមិនមែនជាសន្យាអីទេ ថាម៉េចអូនលេងសើចទេមែនទេ ខ្ញុំមិនបានកុហកទេអមមែនហើយលើអ៊ំនិយាយថាខ្ញុំដូចជាលោកយាយសន្យាកាលពីនៅកមុំណាហេតុនេះហើយតែងតែមានគេច្រឡំរហូតមក ចុះលោកយាយសន្យាទៅណាបាត់ហើយនៅនាង ស្របពេលនោះស្ដេចនាគក៏បានបង្ហាញព្រះកាយចេញមក សូមថ្វាយបង្គំព្រះបិតា តើពួកលោកជាអ្វីនឹងស្លៀកពាក់ប្លែកម្ល៉េះ ពួកយើងមិនមែនជាមនុស្សធម្មតាទេពួកយើងជាពូជពងនាគរាជសូមទោសដែលមករំខាន ព្រះអីជាកតញ្ញូខ្ញុំម្ចាស់ណាខ្ញុំម្ចាស់ធ្លាប់ទៅលើក្នុងការនិទានមិនគួរឲ្យជឿថាបានជួបផ្ទាល់សោះលោកទាំងពីរចាំបន្តិចណាខ្ញុំម្ចាស់នឹងយកផ្លែឈើមកជូនលោកទាំងពីរពិសាចោះ អរគុណហើយនាងតូចបិតាមិនក៏យើងមកដល់ទីនេះដែលបិតាមកទីនេះគឺបិតាចង់ប្រាប់បុត្រថានាងជាសន្យារបស់កូនមកចាប់ជៀនតើបុត្រនៅតែស្រឡាញ់នាងទៀតដែរទេបុត្រនៅតែស្រឡាញ់ហើយបុត្រយល់ថានាងដូចជាប្រពន្ធបុត្រណានាងហាក់ដូចជាសន្យាពិតអញ្ចឹងព្រះបិតា
បើបុតពិតជាស្រឡាញ់នាងមែនបិតានឹងឲ្យបុតខ្លាយជាមនុស្សរស់នៅជាមួយនាងនៅទីនេះចុះជាការពិតអីព្រះបិតាបើបែបនោះមែនពួកបុតនឹងរស់នៅមានឈឺមានជាជាមួយគ្នាហើយមែនទេបុតសូមអរគុណព្រះបិតាណាបុតត្រូវចាំទុកណាបុតមិនអាចមានសិលមិនអាចហោះមិនអាចប្រើវេទមន្តអ្វីទាំងអស់គឺបុតត្រូវរស់នៅជាមនុស្សធម្មតាដឹងទេក្រាបទូលព្រះបិតាបុតយល់ច្បាស់ហើយនេះជាអំណោយដែលបិតាជូនបុតចូលបុតរស់នៅមានទ្រព្យនិងសុខសប្បាយតទៅចុះក្រាបទូលព្រះបិតាបុតសូមអរព្រគុណណាស់សូមបិតាថែប្រកាយផងបន្ទាប់ពីស្ដេចនេះយាងចេញបាត់ទៅសន្យាក៏បានដើរចូលមកលោកចាប់ព្រះអង្គនោះយាងទៅណាបាត់ហើយគាត់ទៅវិញបាត់ហើយគាត់ជាឪពុករបស់ខ្ញុំគាត់មកនេះគឺចង់ជូនពរដល់ខ្ញុំណានាងតើអបអររឿងអ្វីទេគឺឪពុកខ្ញុំដឹងថាអ្នកនាងជាមនុស្សល្អនោះអីពុកចង់ឃើញខ្ញុំនិងនាងរស់នៅជាមួយគ្នាមានសេចក្តីសុខលោកមានន័យថាម៉េចហ្នឹងមិនលាក់បាំងទេតើនាងព្រមយកខ្ញុំធ្វើជាប្តីដែរទេខ្ញុំស្រឡាញ់នាងណាស់ខ្ញុំទៅបានស្គាល់លោកទេណាម្យ៉ាងក្រាញ់លោកជាពុយពងនាគនោះអីពុយជើមិនសមគ្នាទេមែនហើយតែពេលនេះព្រោះតែបងបានជួបម្ចាស់ស្នេហ៍ព្រះបិតាក៏អនុញ្ញាតឲ្យបងក្លាយជាមនុស្សពេញលេញហើយណាអូនខ្ញុំម្ចាស់ក្រណាស់គ្មានអ្វីសមនឹងលោកទេបងនិយាយហើយថាបងជាមនុស្សធម្មតាទេអូនបើបែបនោះខ្ញុំម្ចាស់ចូលព្រមរៀបការនឹងបងហើយអូនសម្លាញ់បងសន្យាហើយថាបងនឹងស្រឡាញ់អូនជាទីបំផុតមិនថាជាតិមុនឬក៏ជាតិនេះក៏ដោយកុំបារម្ភអីបងនឹងឲ្យអូនរស់បានសុខសាន្តជាទីបំផុតចាបងអូនអរគុណបងណាស់ទីបំផុតស្នេហារវាងមនុស្សនិងបុត្រានាគក៏បានជួបគ្នាក្នុងជាតិជាមនុស្សរកបានសុខសាន្តតរៀងទៅលោកមេឃុំបានឲ្យនីណាំរៀបចំដាក់អន្ទាក់ដោយមានរៀបដើមចេកផ្លែឈើស្រូវអង្ករដើម្បីចាប់ក្របីនោះនាសមាត់ភូមិតើទីនេះគេមានកម្មវិធីអីបានជាមានរៀបចំបន្លែផ្លែឈើគួរឲ្យចង់ស៊ីម្ល៉េះមិនចាំយឺក្របីខ្មៅឬគំនុំក្របីខ្មៅកាលពីបុរាណដល់សែនយឺមានបរិសម្នាក់ជាមេឃុំគាត់ជាមនុស្សមានចំណេះដឹងណាស់គ្រប់គ្នាក៏ស្រឡាញ់រាប់អានគាត់ណាស់ដែរនៅផ្ទះមេឃុំរំចង់កូនតាណាហើយកូនចាប់ពុកខ្ញុំនៅទីនេះពុកមានការអ្វីមែនទេពុកចង់ទៅមើលក្រោលក្បីបន្តិចកូនចាំផ្ទះដាំបាយដាំទឹកផងណាចាប់ពុកលោកមេឃុំមានអ្នកបម្រើចំណិតម្នាក់ឈ្មោះថានីណាំជាមនុស្សពូកែធ្វើការណាស់ហើយក៏ជំនួសការងារលោកមេឃុំបានច្រើនផងដែរនៅក្រៅក្របីណាំឯងយកក្បីទៅភ្ជួរស្រែទៀតហើយមែនទេបាទអ៊ំកុំតន់អីអ៊ំមើលសិនថាអាខ្មៅវាបែបណាអាខ្មៅមែនទេអ៊ំវាធាត់ណាស់តែវាក៏ចាស់ណាស់ដែរខ្ញុំប្រើតែមួយផ្លេតវាហត់បាត់ទៅហើយទៅដឹកវាយកមកឲ្យអ៊ំមើលបន្តិចមើលអ៊ំចង់មើលបាទអ៊ំនេះណាំមិនបងអង្គយឺគាត់ក៏បានដឹកក្របីឈ្មោះអាខ្មៅមកដល់ភ្លាមមួយរំពេមកឲ្យអ៊ំមើលតើអាខ្មៅវាចាស់ណាស់ទៅហើយណាំអើយគួរតែឲ្យវាសម្រាកសិនទៅល្អទេបាទអ៊ំខ្ញុំក៏គិតអញ្ចឹងដែរបើអញ្ចឹងយកវាទៅចងវិញសិនចុះណាអ៊ំមានរឿងចង់និយាយជាមួយឯងបន្តិចបាទអ៊ំបន្ទាប់ពីនីណាំចងក្របីខ្មៅចាស់នោះរួចរាល់មេឃុំក៏បាននិយាយជាមួយនីណាំថាឯងយកវាទៅក្នុងព្រៃប្រឡែងឲ្យវាមានសេរីភាពចុះព្រោះវាចាស់ណាស់ទៅហើយយើងចង់ឲ្យវាមានសេរីភាពតាមបែបជីវិតរបស់វាបាទអ៊ំចាំខ្ញុំធ្វើតាមអ៊ំខ្ញុំនឹងយកវាទៅព្រៃឲ្យមានសេរីភាពអ៊ំកុំបារម្ភអីយកវាទៅជ្រៅបន្តិចទៅណាព្រោះយើងខ្លាចមានគេមកលួចចាប់យកមកវិញយើងមិនចង់ឲ្យវាធ្វើការទៀតទេបាទអ៊ំចាំខ្ញុំធ្វើតាមអ៊ំណាម៉ាចាំយើងទៅផ្ទះធំសិនណាសុំឯងយកវាទៅព្រោះយើងមិនដាច់ចិត្តពីវាសោះបាទអ៊ំដល់ពេលអ៊ំទៅផ្ទះធំវិញចាំខ្ញុំដឹកវាទៅព្រៃជ្រៅកុំឲ្យអ៊ំពិបាកចិត្តនឹងហើយទៅចុះអូឈប់សិនផ្ដាំប្រាប់វាផងណាថាយើងនឹងចាំវានៅទីនេះចង់មកពេលណាក៏បានដែរបាទលោកអ៊ំនីណាំបានធ្វើតាមលោកមេភូមិផ្ដាច់ផ្ដាំទាំងអស់គាត់បានដឹកក្របីចាស់ខ្មៅនោះទៅក្នុងព្រៃពិតមែនលុះដល់ផ្លូវបំបែកគាត់បានគិតថា
ផ្លូវមួយទៅព្រៃផ្លូវមួយទៅផ្សារតើអញគួរទៅខាងណាណោះ នីណាំមានការស្ទាក់ស្ទើរបន្តិចព្រោះគាត់ពិតជាស្ដាយរឿងមួយ បើយកកបីទៅដោះលេងនៅក្នុងព្រៃវាដូចជាឈួតឡប់ណាស់ចុះបើអញយកវាទៅលក់ឲ្យឈ្មួញកាប់សាច់មិនបានប្រាក់ទៅហើយទេអី នីណាំគិតហើយគាត់ក៏បានដឹកក្របីសម្ដៅទៅលក់ឲ្យផ្ទះឈ្មួញកាប់សាច់តែក្របីហាក់ទទួលដឹងវាមិនព្រមតាមងាយៗទេ ឆាប់ឡើងអាកបីកាចាស់លោកអ៊ំយើងលេងត្រូវការឯងហើយគាត់ចង់ឲ្យយើងយកឯងទៅកាប់សាច់លក់នោះអី នីណាំបានវីហើយវីទៀតនឹងយកដៃចាក់ជើងផងដែរគាត់វីផងចាក់ផងរហូតទៅដល់ផ្ទះឈ្មួញកាប់សាច់ ពូឈ្មួញនៅផ្ទះទេពូនៅនេះតើហើយមានការអីដែរខ្ញុំមានកបីមួយក្បាលចង់លក់ពូមើលវាធាត់ល្អទេអារឿងធាត់នោះវាធាត់ហើយតែមើលទៅវាដូចជាចាស់ម្លេះហ្នឹងហើយចាស់ហើយទៅអ៊ំមេឃុំឲ្យខ្ញុំយកវាមកលក់នោះអីពូឲ្យតម្លៃប្រមាណដែរគឺឲ្យមកសមរម្យហ្នឹងណាឲ្យទៅតាមរូបតាមរាងវាព្រោះអ្នកទិញគេពិបាកហូបណាស់ចាស់ពេកវាស្វិតទំពាមងាយដាច់បើអញ្ចឹងឆាប់ឲ្យលុយខ្ញុំមកខ្ញុំបញ្ញាប់ខ្ញុំចង់ឃើញអាកបីនេះទៀតទេមើលចោះទឹកភ្នែកឲ្យលហាមត្មងចុះបើឯងចាក់ផងវាយផងរឿងអីទៅថាវាមិនយំនោះខ្ញុំក៏មិនចង់ដែរពូប៉ុន្តែលោកអ៊ំមេឃុំហ្នឹងណាផ្ដែផ្ដាំថាបើមិនវាយបើមិនចាក់វាមិនស្ដាប់ប្រកបទេបានហើយយកប្រាក់ទៅណាទុកកបីនៅទីនេះចុះកុំភ្លេចមកជួយទិញសាច់កបីផងណា ឈ្មួញទិញក្របីហើយគាត់ក៏បានចងទុកមិនឲ្យវារត់រួចឡើយចំណែកក្របីចេះតែហូរទឹកភ្នែកមិនឈប់សោះឡើយក ុំយំពេកឯងចាស់ហើយគេលេងត្រូវការឯងភ្ជួរស្រែទៀតហើយពេលនេះសាច់ឯងទៅមានតម្លៃដឹងទេអាខ្មៅ សូរិយាកាន់តែចិត្តលិចក្របីកាន់តែហូរទឹកភ្នែកលុំមេចិត្តភ្លឺឈ្មួញក៏បានកាប់វាយ៉ាងសាហាវរួចយកសាច់ទៅលក់នៅឯផ្សារនៅក្នុងផ្សារ បងប្អូនអើយជួយទិញសាច់កបីហូបផងខ្ញុំលក់ធូរថ្លៃទេមកសូមអញ្ជើញបាទសូមអញ្ជើញ រំចង់ដែលជាកូនមេឃុំលើការពពីនីរបស់ឈ្មួញសាច់ក្របីហើយនាងក៏បានដើរចូលមកសាច់ល្អដល់ហើយពូ1គីឡូប្រមាណដែរទេ មិនថ្លៃទេក្មួយស្រីយកចុះមិនខកបំណងទេយកច្រើនក៏ចុះថ្លៃច្រើនដែរណា បានចឹងដាក់ខ្ញុំ1គីឡូមកខ្ញុំយកទៅធ្វើងៀតទឹកហូប បានតើក្មួយពូថែមបេះដូងឲ្យម្ដុំទៀតចុះណា ចាពូខ្លួនក្របីខ្មៅមួយក្បាលនោះត្រូវបានឈ្មួញកាប់សាច់ជីដុំអស់រលីងចំណែកវិញ្ញាណរបស់វាក៏បានរសាត់ចូលទៅក្នុងខ្លួនក្របីខ្មៅព្រៃមួយក្បាលមួយរយៈក្រោយមកនៅក្នុងវាលស្រែ ចាំមើលចុះអញនឹងបំផ្លាញដំណាំអ្នកស្រុកអញនឹងធ្វើឲ្យអ្នកដែលបានស៊ីសាច់អញរស់មិនបានសុខទេ គិតហើយក្របីខ្មៅនោះបានស៊ីស្រូវរបស់ឈ្មួញដែលបានកាប់វាអស់គ្មានសល់ មិនត្រឹមតែស៊ីស្រូវទេអញនឹងជន់ឲ្យអស់ផងដែរចាំមើលចុះ ក្នុងពេលនោះដែរនីឈ្មួញកាប់សាច់ដើរមកក៏បានសម្គាល់ឃើញថាស្រូវស្រែរបស់គាត់ក៏បានរលាយអស់រលីង មិនក៏អាកបីនោះវាប្រហើនម្លេះមកស៊ីស្រូវអញអស់មើលអញកាប់វាដាច់តសៃកែងម្ដងទៅមើល ក្របីគ្រាន់តែក្រឡេកឃើញបរោះនោះវាក៏បានមើលដឹងថា អាយ៉ាបរោះនេះតើដែលសម្រាប់អញយកសាច់នោះមកល្អហើយអញបំផ្លាញស្រែនេះរួចអញនឹងវាត់វាឲ្យធ្លាយពោះវៀនម្ដង ឃើញស្រែខ្ទេចអស់គ្មានសល់គាត់ខឹងណាស់គាត់ក៏យកកំបិតបំរុងកាប់ក្របីនោះតែម្ដងតែថាក្របីមិនមែនជាក្របីធម្មតាឯណាវាចូលឈ្មួញមួយទំហឹងដួលចិត្ត10ជុំឯណោះ អាយអូយវិលមុខអស់ហើយអញយោអាកបីខ្មៅនេះគ្រាន់បើមើលអញកាប់អានេះម្ដងមើល ឈ្មួញកាប់សាច់ព្យាយាមកាប់ក្របីតែពុំត្រូវសោះឡើយផ្ទុយទៅវិញវាបានធាក់ពូឈ្មួញឡើងធ្លាក់ប្រឡាយ អាយអូយតើវាជាកបីខ្មោចមែនទេបានជាខ្លាំងជាងកបីធម្មតាម្លេះបានអញមានតែបញ្ចេញក្បាច់លបុកកតោទេ ឈ្មួញកាន់តែជុលក្របីកាន់តែធាក់វាធាក់ផងជុលផងធ្វើឲ្យពូឈ្មួញបាក់ដៃនិងបាក់ជើងផងដែរឃើញបែបនេះក្របីក៏បានដើរចូលព្រៃបាត់ទៅនៅក្នុងព្រៃ អញមិនទាន់ចង់សម្លាប់វាទេតែអញក៏សប្បាយចិត្តដែលឃើញវាបាក់ដៃបាក់ជើង ពេលនេះវាមុខជាមិនអាចកាប់សម្លាប់សត្វបានទៀតទេ លបកតោពូឈ្មួញពូកែមែនហើយតែក្របីក៏មិនអន់ឯណាមើលចោះពូឈ្មួញដេករំជើងរំដៃអស់ទៅហើយលោកបងនៅផ្ទះទេហ្នឹង
មិញឈូកហៅទៀតតែអត់មានអ្នកណាចេញមកទេលុះមិញឈូកដើរចូលបានបន្តិចក៏ឃើញពូឈ្មួញកំពុងតែដេកឈឺនៅលើគ្រែរួចចោះលបងកើតអីបានជាដេកលើគ្រែបែបនេះអញ្ចឹងតើបានជាហៅមិនឆ្លើយសោះឲ្យឆ្លើយយ៉ាងម៉េចទៅបើមនុស្សដេកឈឺយ៉ាងនេះនោះរួចចុះអ្នកមកមានការអីដែរមករយៈនេះខ្ញុំអត់មានកាប់សាច់លក់ទៀតទេចាដឹងហើយមើលតែសភាពក៏ដឹងដែរតែលបងត្រូវនឹងអីទៅបានជាដៃជើងបាក់បែបនេះខ្ញុំមិនដឹងថាកបីអ្នកណាទេវាមកស៊ីស្រូវអស់ហើយវាដេញវត្តខ្ញុំថែមទៀតមិនបាក់ដៃបាក់ជើងទៅចម្លែងយីអើហើយចោះកបីអ្នកណារួចចោះអ្នកណាគេប្រឡែងកបីឲ្យដើរស៊ីស្រូវគេបែបនេះលោកបងបានប្តឹងមេឃុំហើយមែនទេបើគ្នាដើរមិនទាំងរួចផងឲ្យប្តឹងដោយរបៀបម៉េចទៅសំមុខហើយកន្លោះចាស់មិនចូលប្រពន្ធឃើញទេគ្មានអ្នកណាជួយថែឡើយក្រែងអ្នកក៏កមុំចាស់ដែរអីមិនក៏និយាយបែបនេះអោះហូភ្លេចហើយភ្លេចឲ្យឆឹងច្រឡំមាត់ភ្លេចថាខ្លួនឯងក៏មិនតាន់មានប្តីកំឡោះចាស់កមុំចាស់មិនក៏យកគ្នាជាប្តីប្រពន្ធតែម្ដងទៅគំនិតល្អណាស់មិនក៏មិននិយាយតាំងតែពីដំបូងមកហើយព្រះអើយខ្ញុំអីក៏រំភើបម្លេះទីបំផុតខ្ញុំមានប្តីនឹងគេហើយមិញឈូកហេតុថាអៀនពេកក៏បានធាក់ពូឈ្មួញពេញមួយទំហឹងធ្លាក់ពីលើគ្រែលន់ប្រៅតែម្ដងអាយ៉ូអូយបាក់ខ្ទេចហើយអូយពេលនេះទុកជន់លើទុកតែម្ដងអូយឈឺណាស់អាយ៉ូអូយណែសុំទោសផងណាបងឈ្មួញអើយក្រោកវិញមកចេញទៅខ្ញុំចង់រៀបការទៀតទេខ្ញុំសុកចិត្តនៅម្នាក់ឯងបន្តទៀតចុះមិនក៏និយាយបែបនេះហើយខ្ញុំខំតែរំភើបណាខូចអារម្មណ៍អស់ហើយមិញឈូខឹងពេកក៏បានដើរចេញទៅយ៉ាងលឿនតាំងមានកំហឹងជាខ្លាំងបើបានប្រពន្ធមាត់ដាច់មួយយាតអន់ដៃភ្លើងជើងមន់បែបនេះខ្ញុំសុកចិត្តនៅព្រៅនោមដាក់កតេលវិញល្អជាងនិយាយអំពីក្របីខ្មៅវិញវាបានចេញពីព្រៃម្ដងទៀតហើយក៏បានបំផ្លាញដំណាំអ្នកស្រុកដូចមុនម្ដងទៀតដែរនៅឯវាលស្រែចាំមើលចុះបើដំណាំអ្នកភូមិខូចទាំងអស់តើមេឃុំចិត្តអាក្រក់នោះវាធ្វើបែបណាទៅណោះក្របីចន់ស្រូវចន់ស្រែបំផ្លាញដំណាំអស់គ្មានសល់ចំណែកមីងឈូកក៏បានមកឃើញផងដែរអើយព្រះអើយអាកបីខ្មៅនេះឯងមកពីណាហ្នឹងមិនក៏មកស៊ីស្រូវអញចឹងណែអាកបីចេញទៅវើយមីងឈូកបានចុកដំបងធំមួយបំរុងតែនឹងវីក្របីស្រាប់តែក្របីបានវាត់មីងឈូកផ្ងាជើងប៉ាំងសរងហោះធ្លាក់ចូលទៅព្រៃប្រោអូយអើយបាក់ចកេះអស់ហើយអើយហើយចោះអាកបីនេះវាជាស្អីបានជាវាមិនខ្លាចមនុស្សអញ្ចឹងអូយឈឺណាស់មីងឈូកក្រោកពីព្រៃយឺតនឹងបំរុងតែវីក្របីពីក្រោយតែភ្លាមនោះស្រាប់តែក្របីដាក់មួយជើងធ្លាក់ចូលទៅក្នុងព្រៃម្ដងទៀតអូយហើយมันបានទេអញកបីនេះពិតជាកបីខ្មោចមែនហើយអូយมันបានទេរត់ហើយម្ដងនេះក្របីបានបំផ្លាញដំណាំអស់គ្មានសល់ធ្វើឲ្យអ្នកភូមិពិបាកចិត្តជាខ្លាំងរឿងនេះក៏ល្បីដល់មេឃុំនៅផ្ទះមេឃុំអើយលោកបងអើយលោកបងមេឃុំតំណាំខ្ញុំខូចអស់ហើយលោកមេឃុំចំណែកខ្ញុំមិនត្រឹមតែខ្ទេចតំណាំទេថែមទាំងបាក់ដៃបាក់ជើងទៀតផងចុះលោកពូនមីងមានរឿងអីដែរគឺមានកបីមួយក្បាលវាមកបំផ្លាញតំណាំអ្នកស្រុកនោះអីសូមលោកមេឃុំជួយដោះស្រាយផងមានរឿងអញ្ចឹងផងអីតើកបីនោះជារបស់អ្នកណាទៅមិនក៏ម្ចាស់មិនមើលថែបានល្អបែបនេះខ្ញុំក៏មិនដឹងដែរលោកមេឃុំព្រោះកបីនោះវាតែងតែលាក់ខ្លួននៅក្នុងព្រៃឯណោសង្ស័យតែកបីនោះជាកបីព្រៃហើយមកទៅនោះមិនអីទេត្រឹមជាកបីមួយក្បាលនោះយើងនឹងព្យាយាមតាមរកវាឲ្យឃើញចុះមិនចឹងទេលោកមេឃុំកបីនោះដូចជាកបីខ្មោចអញ្ចឹងណាវាខ្លាំងហើយប្រកែកណាស់ពិតមែនអីឥឡូវគិតអញ្ចេះចុះណាំឯងជួយរៀបចំតាក់កណ្ដាលភូមិមួយពួកយើងនឹងបញ្ឆោតវាឲ្យចេញមកបាទលោកអ៊ំ
លោកមេឃុំបានឲ្យនីណាំរៀបចំដាក់អន្ទាក់ដោយមានរៀបដើមចេកផ្លែឈើស្រូវអង្ករដើម្បីចាប់ក្របីនោះនាសមាត់ភូមិ ពួកយើងពួនសិនទៅចាំមើលថាកបីខ្មោចនោះវាមកឬក៏អត់ មែនហើយពួកយើងពួនចិត្តនេះសិនហើយណាឲ្យតែវាបង្ហាញខ្លួនចេញមកណាពួកយើងនឹងកាប់វាធ្វើម្ហូបតែម្ដងបន្ទាប់ពីពួកគេធ្វើការរួចរាល់ពួកគេក៏បានលាក់ខ្លួនចិត្តនោះលុះពួកគេពួនអស់ក្របីខ្មៅក៏បានចេញមកដោយការគិតមែន តើទីនេះគេមានកម្មវិធីអីបានជាមានរៀបចំបន្លែផ្លែឈើគួរឲ្យចង់ស៊ីម្ល៉េះ មិនចាំយូរក្របីខ្មៅក៏បានស៊ីយ៉ាងរីករាយបំផុតតែភ្លាមនោះវាក៏បានជាប់អង្គប់មុតជើងហូរឈាមតែម្ដង វាជាប់អង្គប់ហើយណាំអញបកាយចាប់តាក់គោកបីណាស់ឯងទៅតាក់កបីនោះមកចំណែកខ្ញុំមិនហ៊ានទេខ្ញុំរៀងចាលហើយខ្ញុំខ្លាចណាស់ នីណាំមិនតន់បានដើរចូលទៅផងស្រាប់តែរំចាំងបានដើរមកឃើញព្រះអីក្បីឆ្លាតចឹងឯងចំកប់ហើយក៏មានឈាមទៀតផងណែឯងមកជាឈឺណាស់ហើយចាំខ្ញុំដល់ឲ្យណាឃើញបែបនេះហើយក្របីក៏បាននិយាយទៅកាន់រំចាំងថា អ្នកនាងរំចង់ខ្ញុំអរគុណហើយដែលដោះអង្គប់ឲ្យខ្ញុំតែខ្ញុំមិនឈឺទេ អ្នកជាអ្នកណាគេនិយាយចេញមកនឹង គឺខ្ញុំនេះហើយខ្ញុំជាកបីជាអ្នកនិយាយ ថាម៉េចមិនក៏អញអាចនិយាយបានតើអញជាក្បីបែបណាទៅក្របីស្រាប់តែនឹកឃើញគំនុំចាស់ដែលមេឃុំបានឲ្យគេយកវាទៅលក់កាប់សាច់វាក៏បានខឹងនិងបានស្រែកដាក់រំចង់ថា យើងជាកបីខ្មៅហើយជាវិញ្ញាណកបីដែលពុកនាងបានសម្លាប់នោះហើយនាងងាប់ទៅ ក្របីបានបោតបំបុករំចង់ទាំងកំហឹងបណ្ដាលឲ្យនាងដួលទៅលើដីពេញមួយទំហឹងអូយឈឺណាស់មិនក៏អញធ្វើបែបនេះឃើញបែបនោះមេឃុំនិងគ្រប់គ្នាក៏បានរត់ចេញមករួចបានស្រែកឡើងថា កូនស្រីតើកូនមិនអីទេមែនទេកូនកុំនៅចិត្តវាអីឆាប់ថយមកម្ខាងសិនមក ចាប់បោកកូនឈឺណាស់ ចេញមកល្អហើយយើងនឹងសងសឹកពុកកូនឯងទាំងពីរនាក់ពួកឯងនេះអាក្រក់ណាស់ងាប់ទៅ នីណាំឃើញថាក្របីនោះកាចណាស់គាត់មិនចាំយូរក៏បានរត់មកបំរុងសម្លាប់ក្របីតែម្ដង គឺវានេះហើយដែលដឹកយើងយកទៅសម្លាប់នោះថ្ងៃនោះយើងខឹងខ្លាំងណាស់ងាប់ទៅ ក្របីបានវាត់នីណាំផ្កាជើងហោះឡើងលើឬក៏បានធ្លាក់មកវិញពេញមួយទំហឹងអកគូចញាច់តែម្ដង អូយចុកណាស់អាយ៉យអូយចុកអូយ ឃើញថានីណាំដួលទៅលើដីបែបនេះក្របីក៏បានយកជើងជន់បន្ថែមបណ្ដាលឲ្យនីណាំបាក់ដៃមួយចំហៀង អូយឈឺណាស់លោកអ៊ំជួយផងអូយខ្ញុំឈឺណាស់លោកអ៊ំតើឯងឈឺណាស់មែនទេតែវាមិនស្មើនឹងឯងធ្វើបាបយើងនោះទេវានេះមុខជាកបីខ្មោចមែនហើយលបងមិនត្រឹមតែនិយាយបានទេមើលចុះភ្នែកវាគួរឲ្យខ្លាចណាស់ឯងជាឈ្មួញកាប់កបីឯងអាក្រក់ជាងយើងទៅទៀតឯងមិនអាណិតសត្វធាតុដែលចង់មានជីវិតដែរទេអីតើគ្រប់គ្នាបានធ្វើអីទៅលើឯងបានជាឯងចង់គំនុំបែបនេះឯងភ្លេចហើយអីកាលនោះឯងឲ្យនាយណាំនេះយកយើងទៅកាប់សាច់នោះអីថាម៉េចបានន័យថាចំណែកឯងនាយណាំឯងតែងតែវាយធ្វើបាបយើងណាស់នោះមកពីឯងខ្ជិលធ្វើអីឬឯងមិនឲ្យយើងសម្រាកទេអីចំណែកបុរសនេះវិញគឺជាអ្នកកាប់សម្លាប់យើងពេលនោះយើងវេទនាណាស់ឯងថាអ្នកណាយកឯងទៅសម្លាប់គឺនាយណាំនោះអីពួកឯងអាក្រក់ណាស់មិនឲ្យយើងសងសឹកយើងមិនស្ងប់ចិត្តទេមិនស្ងប់ចិត្តទេបានន័យថាឯងជាវិញ្ញាណកបីកំសត់នោះមែនទេពុទ្ធោអើយយើងអាណិតឯងណាស់ ក្របីពួកចឹងអាណិតឯងណាពួកចឹងមិនអាចគិតថាចង់សម្លាប់ឯងទេ ឈប់សំដែងទៅយើងរអើមណាស់ប្រើយើងមិនអស់ចិត្តហើយយកយើងទៅកាប់សាច់លក់ទៀតនោះហៅថាអាណិតមែនទេថាម៉េចក្រែងថ្ងៃនោះយើងឲ្យនាយណាំយកឯងទៅប្រឡែងនៅក្នុងព្រៃតើមែនទេមិនក៏ឯងសម្លាប់វាទៅវិញនាយណាំគឺខ្ញុំសុំទោសលោកអ៊ំតែខ្ញុំស្ដាយសាច់វាណាស់បើលក់ក៏បានប្រាក់ដែរណាលោកអ៊ំចំណែកអ្នកនាងក៏ថាសាច់វាឆ្ងាញ់ដែរថ្ងៃនោះឯងថាពូមេឃុំឲ្យឯងយកវាមកលក់ឲ្យយើងតាមពិតឯងកុហកសោះចំជាអាក្រក់មែន មានន័យថាដើមហេតុដៃក្របីនេះមកសងសឹក
គឺមកពីនេះណាំនេះតើហើយចំជាមនុស្សអាក្រក់មែន ក៏បីឆ្លាតកុំខឹងទៀតអីណាតាមពិតខ្ញុំអាណិតឯងណាស់ខ្ញុំចង់ឲ្យឯងមានសេរីភាពខ្ញុំមិនចង់សម្លាប់ឯងទេគឺខ្ញុំលោកអ៊ំតាអាណិតវាធ្វើអីទៅវាគ្រាន់តែជាកបីមួយក្បាលនោះទេទោះជាកបីតើវាយ៉ាងម៉េចកបីក៏ជាអ្នកមានគុណយើងដែរណាវាបានជួយធ្វើការងារយើងច្រើនណាស់ ពួកគេក៏មានអារម្មណ៍ឈឺចាប់ចេះភ័យចេះខ្លាចចង់រស់ចង់ដេកចង់មានសេរីភាពដូចតែពួកយើងដែរទេបងណាំមិនគួរនិយាយបែបនេះទេ រំចង់និយាយត្រូវហើយពីពេលនេះទៅអ៊ំមិនទុកឯងទៀតទេអ៊ំនឹងដេញឯងចេញហើយទៅណាក៏ទៅចុះមិនបានទេហើយមិនក៏លោកអ៊ំដេញខ្ញុំចេញព្រោះតាអាកបីនេះទៅវិញអាកបីខ្មោចងាប់ទៅ នេះណាំមិនសុខចិត្តព្រោះមិនទទួលបានក្តីស្រឡាញ់ស្មៅសត្វក្របីគាត់ខឹងជាខ្លាំងនិងរត់ទៅចាប់គំរាមនាងរំចង់ លោកអ៊ំកាន់ជើងកបីជាងខ្ញុំចង់ដឹងថាបើខ្ញុំសម្លាប់នាងរំចង់តើលោកអ៊ំមានអារម្មណ៍យ៉ាងណាដែរ ប៉កជួយកូនផងប៉ក កុំអីកុំ អាក្រក់ណាស់មេឃុំខំចិញ្ចឹមហើយបែកជារមើលកូនគេទៅវិញក៏បីឯងមិនឃើញទេមេឃុំមិនបានបញ្ជាសម្រាប់ឯងទេណាឃើញបែបនោះហើយក្របីក៏បានរត់ទៅបុកនីណាំរហូតដួលទៅលើដីម្ដងទៀត អាយអូយឈឺណាស់អូយលោកមេឃុំកុំបារម្ភអីទុកវាឲ្យខ្ញុំចុះខ្ញុំនឹងចងវាទុកយកទៅសាលាក្តីចំណែកកបីខ្ញុំសុំទោសផងណាពីពេលនេះទៅខ្ញុំឈប់សម្លាប់សត្វទៀតហើយទៅចាប់ជាតិថ្មីចុះយើងនឹងធ្វើបន់ឲ្យឯងណាកបីខ្មៅ តែចាក់ខ្មែរជូនពរជាតិថ្មីរបស់ឯងឲ្យបានក្តីសុខផងទៅចុះណា ខ្ញុំសុំទោសដែលបំផ្លាញដំណាំអ្នកស្រុកនេះមកពីខ្ញុំមានការយល់ច្រឡំខ្ញុំនឹងទៅចាប់ជាតិថ្មីហើយនឹងធ្វើជាកបីដែលល្អបំផុតផងដែរ ទៅចោះសំណាងល្អណាស់អាខ្មៅចាប់ពីពេលនោះមកលែងមានក្របីខ្មោចមកបំផ្លាញដំណាំអ្នកស្រុកទៀតហើយគ្រប់គ្នាក៏រស់នៅបានសុខសាន្ត